สภาพนิจกรรมនិងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគទេសចរនៅកម្ពុជាប្រទេសម៉ាឡេស៊ីនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ានបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលការវិនិយោគនៅកម្ពុជាជាពិសេសនៅក្នុងវិស័យទេសចរដែលជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានជួបជាមួយនឹងឯកឧត្តមដាតូសូហាមីសាហាដានប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាននិងសហការីចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅក្នុងទីក្រុងម៉ាឡាកាប្រទេសម៉ាឡេស៊ីនៅក្នុងជំនួបភាគីទាំងពីរបានផ្ដោតពិភាក្សាលើគំនិតផ្ដួចផ្ដើមដើម្បីជំរុញទេសចរមូស្លីមនិងឱកាសវិនិយោគនៅក្នុងវិស័យទេសចរនៅកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីកត្តាសំខាន់ៗដែលបានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញរួមមានសុខសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់ដ៏ល្អប្រសើរស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងនិងបរិយាកាសអនុគ្រោះសម្រាប់វិស័យឯកជនជាពិសេសការវិនិយោគផ្ទាល់ពីបរទេសលើពីនេះកម្ពុជាមានការលើកទឹកចិត្តជាច្រើនសម្រាប់អ្នកវិនិយោគដែលបង្កើតការងារអនុគ្រោះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរជាលទ្ធផលនៃជំនួបដ៏មានផ្លែផ្កានេះសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ានបានឯកភាពនៅក្នុងការនាំសមាជិករបស់ខ្លួនចំនួន50ទៅ100ក្រុមហ៊ុនដែលប្រកបអាជីវកម្មលើវិស័យទេសចរដូចជាសន្តាគារភោជនីយដ្ឋានបច្ចេកវិទ្យាការបង្ហាញម៉ូដនិងសេវាកម្មផ្សេងៗមកធ្វើទស្សនកិច្ចការងារនៅកម្ពុជាគោលបំណងគឺដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនិងពង្រឹងទំនាក់ទំនងអាជីវកម្មជាមួយនឹងគ្នានេះសមាគមទេសចរកម្ពុជាសហព័ន្ធទេសចរកម្ពុជានិងសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានបដិញ្ញាផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ានដើម្បីជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យទេសចរកិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈវិស័យទេសចរក្រសួងទេសចរនឹងបន្តសម្របសម្រួលនិងគាំទ្រគំនិតផ្ដួចផ្ដើមទាំងនេះដើម្បីធានាថាកម្ពុជាក្លាយជាគោលដៅទេសចរនិងវិនិយោគដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន